មាន9គ្រាប់កាត់ឡើងនៅកីឡដ្ឋាន ISI ដង្កោសែនជ័យបាទការប្រកួតគឺចាប់ផ្ដើមនៅវេលាម៉ោង 6:00 នាទីល្ងាចបាទនៅកីឡដ្ឋាន ISI ដង្កោសែនជ័យយើងឃើញថាការប្រកួតនេះជាការប្រកួតមួយដែលមានគ្រាប់បាល់ច្រើនបាទគឺរហូតដល់9គ្រាប់ឯណោះលោកសំវីរ៉ាផ្លុំកញ្ចែចាប់ផ្ដើមនៃការប្រកួតបាទយើងឃើញថាលេងបានប្រមាណតែ1នាទីជាងប៉ុណ្ណោះបាទការទាត់បញ្ចូលទីបាញ់ឡរបស់ផាកចុងប៊ិនបាទទះស្ដាំនេះបាញ់ឡបាទគ្មានសល់ទេមួយគ្រាប់របស់ផាកចុងប៊ិនកីឡាករសញ្ជាតិកូរ៉េខាងត្បូងពីការតែតបាញ់ល្អរបស់ Jago Densky ហើយក៏បាទវ៉ុលលេជើងស្ដាំនេះបាទបញ្ចប់ទីបំប៉ោងតែម្ដងឱកាសទៅជាបន្តរបស់វិសាខាในការលើករបស់ផាកចុងប៊ិនថែមជើងស្ដាំរបស់បាទគឺសិនកកដាបញ្ចូលទីបានយ៉ាងស្អាតមុំធំបានយ៉ាងល្អយើងមើលកន្លែងនេះការលើកមកកោងស្អាតបាទបាទទះជើងស្ដាំផុតដៃលីកកដាសុទ្ធកកដាបញ្ចូលទីបានយ៉ាងស្អាតបាទ2-0គិតត្រឹមនាទីទី14បាទសិនកកដាបង្ហាញគុណផលលេងបានយ៉ាងល្អឱកាសទៅកន្លែងនេះពីរ៉ូទ្រីហ្គេសទាត់ដាំបាទតាមពីក្រោយ1-2ពីការទាត់នៅលើដំបូលទូកបានយ៉ាងស្អាតតែម្ដងបាទពីការទាត់បញ្ចូលទីរបស់ Joel Miguel Rodriguez Carneiro បាទទាត់ស្អាតកន្លែងនេះបាទប៉ាំងភ្លឹបបំប៉ោងសំណាញ់ទីតែម្ដងបាទ Joel Miguel Rodriguez បាទផុតដៃកៅសុកសេឡាការបញ្ចប់ទីបានយ៉ាងល្អឲ្យ ISI ដង្កោសែនជ័យតាមពីក្រោយឱកាសទៅកន្លែងនេះសិនកកដាបាទបញ្ជូនឲ្យប្អូនប្រុសរបស់គេគឺសិនសវណ្ណមករារកបានគ្រាប់បាល់ទី3នៅចុងវគ្គទី1ការទះយ៉ាងស្អាតពីសិនកកដាបារ៉ាទៅហើយក៏សុទ្ធរ៉ាទៀតបាទពីសិនសវណ្ណមករាបានយ៉ាងល្អតែម្ដងបងប្រុសបញ្ជូនឲ្យប្អូនប្រុសបញ្ចប់ទីឲ្យវិសាខានាំមុខ3-1មុនបញ្ចប់ការប្រកួតវគ្គទី1លោកសំវីរ៉ាក៏ផ្លុំកញ្ចែវគ្គទី1លទ្ធផលគឺវិសាខានាំមុខ ISI ដង្កោសែនជ័យ3-1វគ្គទី2 5គ្រាប់ក៏កើតឡើងជាបន្តបន្ទាប់ឱកាសកន្លែងនេះរបស់វិសាខាមានការបញ្ជូនបានយ៉ាងស្អាតហើយក៏តែតមួយក្បាលរបស់ Scott Allardyce រកបានគ្រាប់បាល់ទី4ឲ្យវិសាខានៅនាទីទី48 4-1ការបញ្ជូនស្អាតមែនទែនពី Pauwe Iwalcha ស្អាតកន្លែងនេះបាទបញ្ជូនទៅចាប់ដាក់តែម្ដងហើយការបាទរកចលនានៃការបាទតែតរបស់ Scott Allardyce នោះគឺបានយ៉ាងស្អាតបាទហើយក៏បានគ្រាប់បាល់ទី4ឲ្យវិសាខានៅបាទនាទីទី49ឱកាសកន្លែងនេះសិនកកដាបញ្ជូនឲ្យផាកចុងប៊ិនកន្លក់ទៅ Scott Allardyce គាត់ទះដាំបំប៉ោងសំណាញ់ទីគ្មានសល់ទេមួយគ្រាប់នេះគ្រាប់បាល់ទី5ក៏កើតឡើងពីការបាទសុទ្ធរបស់ Scott Allardyce ទះដាំនេះបំប៉ោងសំណាញ់ទីតែម្ដងគ្រាប់បាល់ទី2របស់គេនៅក្នុងការប្រកួតនេះពីការទាត់បញ្ចូលទីបានយ៉ាងល្អបាទ5-1គិតត្រឹមនាទីទី54ឱកាសទៅជាថ្មីពីវិសាខាការលើកចូលមកខាងក្នុងក៏តែតមួយក្បាលស្រួចស្លែមតែម្ដងបាទមួយក្បាលនេះស្អាតបាទពីការលើកកោងបានល្អរបស់អុកសវណ្ណលើកមកហើយក៏តែតមួយក្បាលនេះបុកមង្គលទីហើយចូលតែម្ដងបាទពីការតែតរបស់បាទកីឡាករ Pauwe Iwalcha រកបានគ្រាប់បាល់ទី6ឲ្យវិសាខាបាទ6-1គិតត្រឹមនាទីទី56ស្អាតមែនតើមួយគ្រាប់នេះបាទការតែតបានយ៉ាងល្អបញ្ជូនក៏ស្អាតផងដែរឱកាសទៅជាបន្តកន្លែងនេះការផ្លត់ស្ទាបពីជាចន្ទរាបញ្ជូនអត់បានល្អហើយក៏បាទឆ្កើផុតដៃអ្នកចាំទីលីកកដារកបានគ្រាប់បាល់ទី7ដោយកីឡាករ Dias do Nascimento Sivavim Lucas អយយបាទមួយគ្រាប់នេះស្អាតមែនតើ Lucas ឆ្កើបាទបច្ចេកទេសសុទ្ធសាធតែម្ដងផុតកម្ពស់បាទលីកកដាបញ្ចប់ទីគ្រាប់បាល់ទី7ឲ្យវិសាខានៅនាទីទី70គ្រាប់បាល់ទី8ក៏កើតឡើងពីការលើកកោងបានល្អរបស់បាទឆេងមេងហើយក៏ទះឆ្វេងបាទទះឆ្វេងស្អាតបាទកន្លែងនេះពីបាទកីឡាករ Pauwe Iwalcha
អីវ៉ាចាអាស៊ីផងសុទ្ធបញ្ចូលទីផងបាទល្អមែនតើនៅក្នុងការប្រកួតថ្ងៃនេះការលើកកោងស្អាតមែនតើពីឆ្វេងស៊ីនគឺឆេងមេងហើយក៏ទះឆ្វេងមកពីអ៊ីវ៉ាចាមកសំកាំងមកពីក្រោយហើយបញ្ចប់ទីគ្រាប់បាល់ទី8នៅនាទីទី86ឲ្យវិសាខាយកឈ្នះ ISI ដង្កោសាន់ជ័យដល់លទ្ធផល8-1